ជំរាបសួរបងៗទាំងអស់គ្នាថ្ងៃនេះមានអ្នកជំងឺម្នាក់គាត់អញ្ជើញមកជួបនឹងពិគ្រោះជាមួយនឹងវិជ្ជបណ្ឌិតអំពីបញ្ហានៃការឈឺចង្កេះនិងកញ្ចឹងកនិងជើងរបស់គាត់ហើយពិនិត្យជាមួយនឹងវិជ្ជបណ្ឌិតរួចរាល់វិជ្ជបណ្ឌិតឃើញថាគាត់មានគៀបសរសៃនៅលាន D L4 និង L5 ហើយពិនិត្យមើលហ្វីរបស់គាត់ដោយសារគាត់អង្គុយយូរពេកគាត់ឈឺចុករយនៅកញ្ចឹងកនិងចង្កេះរបស់គាត់ដែលធ្វើឲ្យរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់គាត់វិជ្ជបណ្ឌិតក៏បានរកដំណោះស្រាយជូនគាត់ឲ្យគាត់មានពីរជម្រើសទី1ចាក់ថ្នាំបំបាត់ការឈឺចុកចាប់ជម្រើសទី2វះចោះវិជ្ជបណ្ឌិតបានណែនាំឲ្យគាត់ផ្លាស់ប្ដូរទម្លាប់ចាស់កាត់បន្ថយការអោនងើបច្រើនកាត់បន្ថយការអង្គុយយូរហាត់ប្រាណយូហ្គាឬការវាយសីកាត់បន្ថយការលើករបស់ធ្ងន់ឲ្យអ្នកជំងឺប្រើប្រាស់ថ្នាំរយៈពេលចំនួន10ថ្ងៃវិជ្ជបណ្ឌិតក៏បានណែនាំឲ្យគាត់ព្យាយាមតាមដានមើលពីអាការៈរបស់គាត់និងព្យាយាមធ្វើតាមការណែនាំដែលវិជ្ជបណ្ឌិតហើយប្រសិនបើគាត់នៅតែមិនមានអាការៈធូរស្រាលទេវិជ្ជបណ្ឌិតអញ្ជើញគាត់មកជួបនឹងពិគ្រោះម្ដងទៀតបើសិនជាពុកម៉ែបងប្អូនមានឆ្ងល់អ្វីបន្ថែមអាចធ្វើការឆាតចូល Page ឬមួយក៏ Telegram បានណាអរគុណ